បងប្អូនត្រូវតែប្រុងប្រយ័ត្នបូស៊ីនៅចន្លោះកន្លែងចំណុចដុតចំហេះតូចនេះមិនត្រូវឲ្យវាឃ្លាតឆ្ងាយគ្នាពេកឬក៏គៀកគ្នាពេកឡើយរាល់ពេលដែលយើងលាងសម្អាតជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់កម្មវិធីខ្លីៗអំពីដ្រូនកសិកម្ម DJI នៅក្នុងវីដេអូនេះក្រុមហ៊ុន DJI ចង់មកចែករំលែកបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការថែទាំសម្អាតក្បាលប៊ូស៊ីនៃម៉ាស៊ីនភ្លើងព្រោះម៉ាស៊ីនភ្លើងគឺជាចំណែកដ៏សំខាន់ដែលដ្រូន DJI មិនអាចខ្វះបានឡើយជាដំបូងយើងដកគម្របនៃក្បាលប៊ូស៊ីបន្ទាប់មកធ្វើការមូលប៊ូស៊ីដោយប្រើប្រាស់ឧបករណ៍ដើម្បីមូលនៅពេលដែលដកប៊ូស៊ីចេញមកត្រូវត្រួតពិនិត្យស្ថានភាពប៊ូស៊ីដោយដែលបានបង្ហាញដែលស្ថានភាពនេះមានលេខ1រហូតដល់លេខ5ហើយប្រសិនបើប៊ូស៊ីរបស់បងប្អូនស្ថិតក្នុងលេខរៀងទី1និងទី2បងប្អូនអាចសម្អាតចេញបានតែបើសិនជាប៊ូស៊ីរបស់បងប្អូនស្ថិតនៅក្នុងលេខរៀងទី3រហូតដល់ទី5គឺយើងចាំបាច់ត្រូវតែផ្លាស់ប្ដូរចេញចំណែករបៀបនៃការលាងសម្អាតបងប្អូនគ្រាន់តែយកផ្នែកខាងក្បាលនៃប៊ូស៊ីដាក់ចូលទៅក្នុងសាំងរយៈពេល10នាទីបន្ទាប់មកបងប្អូនអាចប្រើប្រាស់ច្រាសដុសធ្មេញទៅដោះនៅផ្នែកនៃក្បាលនោះនិងជ្រលក់ក្នុងសាំងដើម្បីលាងសម្អាតកំណកដែលជាប់ម្ដងទៀតប៉ុន្តែត្រូវតែប្រុងប្រយ័ត្ននៅចន្លោះកន្លែងដុតចំហេះតូចនោះមិនត្រូវឲ្យវាឃ្លាតឆ្ងាយពេកឬក៏គៀកគ្នាពេកឡើយហើយក្រោយពីរួចរាល់មូលប៊ូស៊ីចូលវិញដោយប្រើដៃថ្នមៗជាមុនសិនដើម្បីឲ្យវាចូលគ្នាបន្ទាប់មកប្រើឧបករណ៍មូលរឹតបន្តឹងហើយបងប្អូនយកគម្របនៃប៊ូស៊ីដាក់ចូលវិញរួចជាការស្រេចចំណែកការថែទាំបងប្អូនគួរតែឧស្សាហ៍ត្រួតពិនិត្យមើលប្រេងម៉ាស៊ីនជ្រើសរើសផលិតផលប្រេងម៉ាស៊ីនណាដែលមានគុណភាពនិងផ្លាស់ប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ចុះតើបងប្អូនបច្ចុប្បន្នកំពុងតែប្រើប្រាស់ដ្រូនកសិកម្មប្រភេទណាដែរកុំភ្លេចចូលរួមបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នាហើយដើម្បីទទួលបានចំណេះដឹងនៃការថែទាំដ្រូនកសិកម្មបងប្អូនអាចតាមដាន page ដ្រូនកសិកម្ម DJI និងកុំភ្លេច like និង follow ដើម្បីទទួលបានដំណឹងផ្សេងៗនៃដ្រូនកសិកម្ម DJI ពីក្រុមការងារ DCA